គាថាធម្មបទប្រែយមកវគ្គទី1រឿងពេជ្ជកបាលថេរព្រះបរមសាស្តាព្រះអង្គទ្រង់ទេសនាបរពធេរៈឈ្មោះចក្របាលកាលអំពីពធេរៈអង្គនេះលោកនៅជាក្រហមមិនទាន់បានសាងភ្នោះនោះលោកបានទៅស្ដាប់នៅពធទេសនារបស់ព្រះពុទ្ធជាម្ចាស់ហើយកើតនៅសេចក្តីជ្រះថ្លានៅក្នុងពធទេសនានោះយ៉ាងក្រៃលែងមាននៅចិត្តប្រាថ្នាដើម្បីចង់បួសជាភិក្ខុនៅក្នុងពុទ្ធសាសនាលោកត្រឡប់មកផ្ទះវិញក៏បានប្រគល់នៅទ្រព្យសម្បត្តិទាំងអស់ឲ្យទៅដល់ប្អូនប្រុសទើបសូមលាប្អូនទៅបួសនៅក្នុងសំណាក់នៃព្រះបរមសាស្តាបន្ទាប់អំពីលោកបួសបាន5ព្រះវស្សាហើយលោកក៏បានចូលទៅក្រាបបង្គំសូមរៀននៅប្រកម្មដ្ឋានជាមួយទៅនឹងព្រះសម្មាសម្ពុទ្ធបន្ទាប់មកក៏បានថ្វាយបង្គំលាព្រះពុទ្ធអង្គទៅបំពេញនៅសមណធម៌នៅក្នុងទីកន្លែងដ៏ស្ងាត់មួយព្រមជាមួយទៅដោយភិក្ខុជាបរិវារប្រមាណ60រូបប្រទេលៈលោកមាននៅសេចក្តីព្យាយាមយ៉ាងខ្លាំងក្លាបំផុតនៅក្នុងការប្រព្រឹត្តបដិបត្តិធម៌របស់លោកបានតាំងចិត្តសច្ចាអធិដ្ឋានថាអាត្មាអញនឹងមិនសឹងរហូតដល់3ខែនៅក្នុងរដូវភ្លៀងនេះនៅក្នុងវស្សានឹងរោគភ្នែកក៏បានកើតឡើងទៅដល់ប្រធេរៈគ្រូពេទ្យបានជួយព្យាបាលរោគប្រកេនលោកហើយក៏ឲ្យប្រធេរៈសឹងបន្តក់នៅថ្នាំភ្នែកនឹងតែប្រធេរៈមិនព្រមសឹងបន្តក់ថ្នាំតាមសេចក្តីណែនាំរបស់គ្រូពេទ្យប្រាប់សោះព្រោះតែលោកតាំងចិត្តសច្ចាអធិដ្ឋានស្រេចហើយថានឹងមិនសឹងរហូតដល់3ខែព្រោះហេតុនឹងរោគនៅក្នុងភ្នែកក៏រឹងរិតតែខ្លាំងឡើងជារៀងរាល់ថ្ងៃមិនយូរប៉ុន្មានភ្នែកទាំងទ្វេរបស់លោកក៏បានបែកធ្លាយខ្វាក់ងងឹតឈឹងមើលអ្វីលែងឃើញទាំងអស់ព្រមជាមួយទៅដោយការបានសម្រេចជាព្រះអរហន្តសុខវិបស្សកៈលងដល់ថ្ងៃបវរណាចេញព្រះវស្សាហើយពេជ្ជកបាលថេរក៏បានចម្រើនពរលាញោមញាតឧបាសកឧបាសិកាដើម្បីទៅពលព្រះបរមសាស្តាដែលព្រះអង្គទ្រង់ប្រថាប់គង់នៅក្នុងវត្តចេតពុនមហាវិហារទៀបក្រុងសាវត្ថីនៅក្នុងរាត្រីនៃមជ្ឈមយាមក្រោយពេលដែលមេឃភ្លៀងរៀងហើយពធេរៈបានដើរចង្ក្រមទៅមកជួនសัตว์មេភ្លៀងស្លាប់អស់ជាច្រើនព្រោះលោកមើលមិនឃើញហើយក៏មិនមានចេតនាគិតនឹងធ្វើឲ្យសัตว์មេភ្លៀងទាំងអស់នោះស្លាប់ផងដែរស្អែកឡើងពេលព្រឹកព្រលឹមក៏ស្រាប់តែមានអកន្តកៈភិក្ខុជាច្រើនរូបបានចូលទៅមើលកន្លែងព្រះចក្របាលថេរហើយក៏បានឃើញនៅសត្វមេភ្លៀងជាច្រើនស្លាប់បៀសពេញទីចង្ក្រមរបស់ប្រធេរៈក៏បានថ្មេះតេះដៀលោកដោយប្រការផ្សេងស្រេចហើយក៏នាំនៅរឿងនឹងទៅក្រាបទូលដល់ព្រះបរមសាស្តាព្រះអង្គទ្រង់ជ្រាបព្រះបរមសាស្តាក៏ព្រះអង្គទ្រង់ត្រាស់បញ្យលដល់ភិក្ខុទាំងនឹងថាមនាលភិក្ខុទាំងឡាយមរណៈចេតនាគឺចេតនាដែលគិតនឹងសម្លាប់គឺមិនមានសោះឡើយដល់ប្រធេរៈដែលជាព្រះខៃណាស្របអគន្តកៈភិក្ខុទាំងនឹងងឿងឆ្ងល់បានក្រាបទូលសួរនៅព្រះពុទ្ធជាម្ចាស់ថាបបិទ្ធព្រះអង្គដ៏ចម្រើនពេជ្ជកបាលថេរជាព្រះអរហន្តខៃណាស្របចុះហេតុអ្វីបានជាលោកខ្វាក់នៅភ្នែកព្រះសាស្តាព្រះអង្គទ្រង់ត្រាស់សម្ដែងនៅអតីតនិទានថាកាលអំពីអតីតកាលពេជ្ជកបាលថេរនេះធ្លាប់បានធ្វើជាគ្រូពេទ្យជាបាលនៅជំងឺភ្នែកសម័យថ្ងៃមួយលោកគ្រូពេទ្យនោះបានទៅព្យាបាលភ្នែកដល់ស្ត្រីម្នាក់នៅជនបទស្ត្រីនឹងបានសន្យាជាមួយទៅនឹងគ្រូពេទ្យថាបើលោកគ្រូពេទ្យអាចដើម្បីនឹងព្យាបាលនៅជំងឺភ្នែករបស់នាងខ្ញុំឲ្យបានជាសះស្បើយដូចដើមវិញនោះនាងខ្ញុំព្រមទាំងបុត្រនឹងធ្វើជាទាស័យអ្នកបម្រើរបស់លោកគ្រូពេទ្យនឹងបានព្យាបាលភ្នែកនាងនោះឲ្យជាដូចដើមវិញហើយព្រោះតែនាងនោះមិនចង់ទៅនៅបម្រើគ្រូពេទ្យនោះឯងទើបនាងបែរទៅជានិយាយកុហកគ្រូពេទ្យនោះថាលោកគ្រូឥឡូវនេះភ្នែករបស់នាងខ្ញុំវាមិនបានជាទេវារឹងរិតតែឈឺលើសដើមទៅទៀត
ចំណែកឯគ្រូពេទ្យបានដឹងថានាងនឹងនិយាយកុហកដូច្នេះហើយក៏មាននៅចិត្តក្រោធខឹងជាខ្លាំងហើយមានចេតនាដើម្បីនឹងចង់ឲ្យនាងនឹងវិនាសទៅបានផ្សំនៅថ្នាំពឹសឲ្យនាងនឹងលេបធ្វើឲ្យភ្នែករបស់នាងនឹងខ្វាក់ទាំងគូមើលអ្វីលែងឃើញទាំងអស់ព្រោះបាបកម្មដែលបច្ចៈកុបាលថេបានធ្វើឲ្យស្ត្រីនោះខ្វាក់ភ្នែកទាំងទ្វេដោយចេតនានឹងឯងបានជាប្រធេរៈត្រូវតែទទួលនៅបាបកម្មនោះវិញគឺត្រូវតែខ្វាក់ភ្នែកនៅក្នុងជាតិនេះដូច្នេះហើយទើបព្រះអង្គទ្រង់ត្រាស់សម្ដែងនៅប្រគាថានេះថាមនោពពាំងកមាធើមីមនោសេដ្ឋាមនោមយាមនសាចេបតតហេនៈភាសតិវាករោតិវីតតោណੰទុក្ខមនវេតិចកੰវហតោបទាំងធម៌ទាំងឡាយមានចិត្តជាប្រធានមានចិត្តប្រសើរបំផុតសម្រេចហើយអំពីចិត្តបើបុគ្គលមានចិត្តត្រូវទោសប្រទុសរាយហើយទោះបីនិយាយក្តីធ្វើក្តីក៏អាក្រក់ដែរព្រោះអំពើអាក្រក់នោះឯងសេចក្តីទុក្ខរមែងដេញជាប់តាមបុគ្គលតាមក្រោយបុគ្គលនោះដូចជាកង់រទេះវិលតាមដានជើងគោដែលអូសនឹមរទេះយ៉ាងដូច្នោះឯង